ដាក់គ្រាប់ល្ងចូលក្នុងម្សៅហើយកូរវឹកមិនឈប់បន្ទាប់មកយកគ្រឿងក្តៅនៅលើចានដែកនេះចាក់ចូលក្នុងម្សៅនោះហើយក្រោបពីលើបន្ទាប់មកម្សៅដែលសល់រាលដាលចេញមកក្រៅមិនដល់10វិនាទីផងក៏បើកគម្របចេញហើយចាប់ផ្ដើមរមៀលស្បែកម្សៅនេះក្រោយមកក៏ឲ្យវាត្រជាក់តូបនេះមានទីតាំងនៅក្រោយវត្តខេត្តអ៊ីនីនឯថៅកែស្រីជាជនជាតិចិនដីគោខេត្តហុកគៀនឈ្មោះអ៊ូឌីឈីងនំបំពង់ទាំងនេះសុទ្ធតែធ្វើចេញពីស្នាដៃគាត់ទាំងអស់នំបំពង់ទាំងនេះមានរសជាតិយ៉ាងណាគឺមានតែអ្នកធ្លាប់បរិភោគទើបដឹងច្បាស់ល្ងមានក្លិនឈ្ងុយឈ្ងប់ណាស់ហើយស្បែកនំនេះក្រាស់វាខុសពីអ្នកផ្សេងដូច្នេះញ៉ាំទៅវាមានរសជាតិយ៉ាងពេញលេញគាត់មានចរិតរួសរាយណាស់ទំនាក់ទំនងជាមួយភ្ញៀវដូចជាមិត្តភ័ក្តិអ្វីត្បិតហាងនេះទើបបើកមួយឆ្នាំប៉ុន្តែដោយសារមានឈ្មោះល្បីធ្វើឲ្យគាត់លក់មួយថ្ងៃបាន100កញ្ចប់ឯណោះនិយាយទៅខ្ញុំពិតជារីករាយនិងមានសមិទ្ធផលណាស់ពីព្រោះភ្ញៀវដែលមកលើកទី1ហើយក៏មកលើកទី2នេះមានន័យថាពួកគាត់ជាភ្ញៀវប្រកបរបស់ខ្ញុំហើយមានន័យថានំនេះមានរសជាតិឆ្ងាញ់ហើយគ្រឿងជាក់ស្ដែងមិត្តភ័ក្តិគាត់តែងគិតថានំបំពង់របស់គាត់លក់ដាច់គឺដោយសារគាត់មានចរិតរាក់ទាក់ហើយមានចិត្តល្អជាមួយភ្ញៀវគ្រប់រូបក៏ប៉ុន្តែរំលឹកពីដំណាក់កាល2ឆ្នាំមុនដែលចាប់ផ្ដើមរកស៊ីដំបូងពិតជាលំបាកជូរចិត្តណាស់ចំពោះគាត់ខ្ញុំចាប់ផ្ដើមលក់នំនេះប្រហែលជាង1ឆ្នាំហើយដំបូងខ្ញុំធ្វើការនៅហាងលក់វត្ថុបរិភោគក្រោយមកខ្ញុំចង់រកស៊ីផ្ទាល់ខ្លួនក៏ប៉ុន្តែទោះយ៉ាងណាយើងជាសហព័ន្ធជនបរទេសរកស៊ីនៅលើទឹកដីនេះចាប់ផ្ដើមដំបូងវាពិតជាលំបាកមែនអ្វីត្បិតចាប់ផ្ដើមដំបូងលំបាកមែនក៏ប៉ុន្តែគាត់មានចិត្តបឹងម៉ាត់មិនដែលរាថយឡើយហើយយោងតាមស្នាមញញឹមនិងចិត្តរាក់ទាក់របស់គាត់ធ្វើឲ្យនំបំពង់ដ៏ឈ្ងុយឈ្ងប់នេះល្បីល្បាញនៅភូមិចាស់នៃកំពង់ផែខាងជើង